បាទជំរាបសួរបងប្អូនយើងទាំងអស់គ្នាស្វាគមន៍ពុកម៉ែបងប្អូនយើងមកកាន់តម្រុយបាសាជួបប្រចាំថ្ងៃទៀតហើយបងប្អូនយើងបាទសម្រាប់ថ្ងៃទី29មកខែ12ឆ្នាំ2025បងប្អូនយើងទាំងអស់គ្នាបាទអញ្ចឹងបងប្អូនយើងបាទសុខទុក្ខមិនហើយបងប្អូនយើងបាទបានគេឬមកក៏បានយើងកាលពីថ្ងៃទី28មិញនេះបងប្អូនយើងបាទអញ្ចឹងថ្ងៃនេះផងដែរពុកម៉ែបងប្អូនយើងបាទយើងអត់បានប្រៀបធៀបតម្រុយជូនពុកម៉ែបងប្អូនយើងទេបាទសូមអធិស្ឋានទុកមុនផងបាទដោយសារតែយើងបានរវល់ពុកម៉ែបងប្អូនមកខាងខ្ញុំនេះរៀងរវល់បាទហើយមិនហើយបងប្អូនយើងបាទតាមព្រំដែនរៀងស្ងប់ស្ងាត់តិចហើយបងប្អូនយើងបាទបងប្អូនខ្លះក៏វិលត្រឡប់ទៅមើលផ្ទះមើលអីខ្លះហើយបងប្អូនយើងបាទបន់ឲ្យទៅចប់លឿនទេបងប្អូនបាទដើម្បីបងប្អូនយើងងាយស្រួលបាទក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតបងប្អូនយើងបន្តទៀតបាទអញ្ចឹងបើសិនជាបងប្អូនយើងបាទបានឃើញវីដេអូនេះហើយបាទជួយធ្វើការឲ្យមេដាជួយ share ជូនបងម្នាក់មួយផងបងប្អូនយើងទាំងអស់គ្នាបាទតើចុច share ជូនបងហើយនៅបងប្អូនយើងបាទអញ្ចឹងមិនឲ្យកាត់ពេលយូរទេបងប្អូនយើងបាទព្រោះតែនិយាយច្រើនទៅក៏អត់បានអីមកវិញដែរបាទខានដាក់លេខតាមឆាតឲ្យបងប្អូនយើងលេខ2ថ្ងៃហើយបាទមិនដឹងតែបងប្អូនយើងបាទទៅយកពីគ្រូណាលេខខ្លះទេបាទលេខតាមឆាតរបស់យើងនេះបាទជាទូទៅយើងឲ្យបាទលេខលក់បាទសគុណតែ50000ទេបងប្អូនយើងបាទជមើបានប្លង់ណាច្បាស់ចឹងយើងដាក់ឲ្យពុកម៉ែបងប្អូនយើងលេងបាន1ពេលទៅបាទលេងតែ1ពេលបានហើយបាទតែ1ពេលហ្នឹងលេងទៅយើងបានលុយអញ្ចឹងពុកម៉ែបងប្អូនយើងបាទចឹងបើសិនជាបងប្អូនណាបាទចង់បានលេខល្អអីបាទក៏ទៅធ្វើការឆាតចូលពេកលោកគ្រូចិត្តល្អផងបាទឆាតមកនិយាយលេងជាមួយលោកគ្រូខ្លះមកបងប្អូនយើងបាទកុំមើលតែវីដេអូបាទបងប្អូនហើយអត់ដែរឆាតបងប្អូនណាបាទឆាតមកលេងបងប្អូនខ្លះមកបាទធ្វើបិទតែលេខបងប្អូនបាទឲ្យមិនសូវជាទៀងទាត់មែនបាទប៉ុន្តែបើចំពោះតម្រុយឲ្យទៅបាទសារចូលពុកម៉ែបងប្អូនយើងបាទអញ្ចឹងតោះបាទយកបីជួយសភើមកកត់យកតម្រុយថ្ងៃថ្មីយកទៅលេខទាំងអស់គ្នាបាទយើងមានខ្ទង់8ពុកម៉ែបងប្អូនបាទមាន83បាទមាន86បាទតោះបាទមាន76បាទមាន33ពុកម៉ែបងប្អូនបាទ33ហើយនឹង36បាទអញ្ចឹងយើងមានប៉ុណ្ណឹងពុកម៉ែបងប្អូនយើងបាទទៅរកខ្ពស់កណែឲ្យ8បាទឲ្យ83បាទក៏ដូចជា86ហើយនឹងយើងឲ្យទៅ3លេខបាទមាន386គុណបាទ763គុណបាទហើយនឹង785គុណបាទអញ្ចឹងយើងមានប៉ុណ្ណឹងបងប្អូនយើងទាំងអស់គ្នាបាទចំពោះ3លេខក៏ដូចជាលេខភាគរយខ្ពស់ក៏ដូចជាលេខពិសេសហ្នឹងបាទយើងមាន5គ្រាប់ប៉ុណ្ណឹងបាទបងប្អូនយើងបាទស្រឡាញ់ពេញចិត្តលេខណាបងប្អូនយើងរើសលេខហ្នឹងយកទៅផ្សំសំណាងទៅបាទកុំភ្លេចធ្វើការគុណត្រឡប់ផងបងប្អូនយើងទាំងអស់គ្នាបាទតើតើបងប្អូនយើងអាសាគុណត្រឡប់បានលេខតែអាសាត្រូវណាបងប្អូនយើងបាទអត់យកទៅគុណត្រឡប់បងប្អូនយើងតែអាសាអត់សូវត្រូវទេបាទយកទៅគុណត្រឡប់ផងបាទអញ្ចឹងយើងមានតែប៉ុណ្្នឹងហើយបងប្អូនយើងទាំងអស់គ្នាបាទជូនពរឲ្យបងប្អូនយើងសំណាងល្អហេងៗទាំងអស់គ្នាណាបងប្អូនយើងបាទជូនពរបាទហេងៗបាទ